ថ្ងៃនេះជះលុយទិញសាច់គោ1គីឡូយកមកធ្វើសាច់គោអាំងហូបជុំគ្នាម្ដងមើលសំដីថ្លោះណាស់សិតតែជះលុយសាច់គោ1គីឡូ30000សោះចង់និយាយថាថ្ងៃនេះលោកយាយមកលេងចឹងហើយចង់ធ្វើសាច់គោអាំងហូបជុំគ្នាម្ដងជាមួយនឹងលោកយាយព្រោះថាខានហូបសាច់គោអាំងនឹងយូរហើយលោកយាយខ្ញុំមកលេងបែរល្ហុងមកផ្ញើចៅនឹង4 5ផ្លែព្រោះថាដឹងតែចៅនឹងចូលចិត្តធ្វើបុកល្ហុងហូបរាល់ថ្ងៃបើនិយាយពីម៉ែកូនបឺតខ្ញុំប្រាប់ថាឲ្យទិញអាគ្រឿងគេបុកហើយនឹងមកយកមកប្រឡាក់សាច់ភ្លាមមកបញ្ឆាប់បានហូបនឹងបុកគ្រឿងខ្លួនឯងចឹងវាយូរម៉ែកូនបឺតខ្ញុំឆ្លើយថាទិញអាគ្រឿងគេបុកស្រាប់ហ្នឹងវាបុកហូបមិនសូវឆ្ងាញ់មិនដឹងជាគេបុកមកប្រហែលថ្ងៃយកមកដល់ធំភ្លិនរឿងផ្អួយើងយកមកប្រឡាក់សាច់ឬក៏យកមកស្លមិនសូវជាមានរសជាតិឆ្ងាញ់ទេតែបើថាយើងបុកគ្រឿងខ្លួនឯងថ្មីយកមកប្រឡាក់សាច់ចឹងនិយាយថារសជាតិវាឆ្ងាញ់តែម្ដងតែមុននឹងម៉ែកូនបឺតប្រឡាក់សាច់គោម៉ែកូនបឺតមកធ្វើជ្រក់ល្ហុងទុកជាមុនសិនព្រោះថាជ្រក់ល្ហុងយើងធ្វើទុកប្រហែលជាកន្លះម៉ោងទៅ20នាទីអីមិនយើងអាចហូបបានទៅហូបទៅវាមានរសជាតិឆ្ងាញ់អានេះយើងលក្ខណៈថាធ្វើភ្លាមហូបភ្លាមតែម្ដងសម្រាប់គ្រឿងធ្វើជ្រក់ល្ហុងដូចតបងធ្វើដូចតែគ្នានឹងឯងមានល្ហុងមានការ៉ុតមានត្រីថាវរួមជាមួយនឹងទឹកសក់ហើយថ្ងៃនេះបានប្អូនចដូនមួយមកលេងអញ្ចឹងទៅក៏ជួយធ្វើនេះធ្វើនោះបន្តិចបន្តួចអញ្ចឹងទៅតែគាត់អត់បាននៅហូបទេដោយសារគាត់ប្រញាប់ទៅវិញយប់ហើយតម្រាំតម៉ែកូនបឺតធ្វើជ្រក់ល្ហុងហើយធ្វើសាច់គោអាំងឆ្អិននឹងម៉ោង7ម៉ោង8ម៉ោង9យប់បានហូបបន្ទាប់ពីយើងឈូសល្ហុងឆៃថាវក៏រត់រួចរាល់ហើយយើងដាក់អំបិលច្បាច់វារហូតតតែចេញទឹកចេញជាតិហាងអញ្ចឹងមកដោយបងមើលនៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងច្បាច់វារហូតតតែសរសៃល្ហុងរបស់យើងនឹងទន់ល្មើយចាំយើងដាក់ជាមួយនឹងទឹកសក់ចូលហើយដាក់ទឹកសក់ចូលហើយយើងដាក់អំបិលចូលបន្តិចទៀតមករួចហើយយើងចាប់ដើមច្បាច់ទឹកសក់ហ្នឹងឲ្យទន់ចូលគ្នាជាមួយនឹងបន្លែរបស់យើងសរសៃល្ហុងហ្នឹងហើយចាំយើងយកទៅលាងទឹកនៅពេលដែលយើងលាងទឹកយើងពូតមកទំហឹងមនុស្សចាស់តែម្ដងធ្វើយ៉ាងម៉េចឲ្យសរសៃល្ហុងរបស់យើងរៀងស្ងួតទឹកល្អនៅពេលដែលយើងយកមកធ្វើជ្រក់ល្ហុងទៅជ្រក់ល្ហុងរបស់យើងក៏មានរសជាតិឆ្ងាញ់អត់ហាងទេសម្រាប់ម៉ែកូនបឺតគឺលាង2ទឹកដោយបងឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយបងចង់លាង1ទឹកក៏បានលាង2ទឹកក៏បានក៏ស្រេចតែបងទេតែសម្រាប់ម៉ែកូនបឺតលាង2ទឹកបន្ទាប់ពីយើងលាងជ្រក់ល្ហុងរួចរាល់ហើយគឺយើងទុកជ្រក់ល្ហុងរៀងស្ងួតទឹកបន្តិចចាំយើងយកមកច្របាច់គ្រឿងតាមក្រោយទៀតបន្ទាប់ពីជ្រក់ល្ហុងរបស់យើងបានស្ងួតទឹកល្អហើយយើងយកមកចាក់ចូលនៅក្នុងចានកឋិនដែកមួយមកយើងដាក់ជាមួយនឹងម្សៅស៊ុបខ្នុរ1ស្លាបព្រាប៊ីចេង1ស្លាបព្រាស្ករស2ទៅ3ស្លាបព្រាសម្រាប់ទឹកត្រីដាក់រៀងច្រើនបន្តិចមកកាន់តែឆ្ងាញ់ហើយយើងដាក់ជាមួយនឹងទឹកក្រូចឆ្មាទឹកក្រូចឆ្មានេះគឺប្រើទឹកក្រូចឆ្មាសុទ្ធតែម្ដងអត់ឲ្យប្រើទឹកក្រូចឆ្មាដបទេថាយើងចាប់ដើមច្បល់គ្រឿងច្បាច់គ្រឿងនឹងទៅរឿរៀងប្រើកម្លាំងបន្តិចអ្នកនរគ្នាបានជ្រក់របស់យើងនឹងវាចូលគ្នាឡើយយើងច្បាច់រហូតតតែជ្រក់របស់យើងនឹងទន់ល្មើយសរសៃល្ហុងទៅសក់របស់យើងនឹងទន់ល្មើយតែម្ដងរួចហើយយើងភ្លក់មើលបានមករសជាតិដែលយើងចង់បានហើយថាឆ្ងាញ់ហើយចាំយើងដាក់ជាមួយនឹងខ្ទឹមក្រហមរបស់យើងចូលប៉ុណ្ណឹងឯងជ្រក់ល្ហុងរបស់យើងគឺរួចរាល់យើងផ្អាប់ទុកនៅនឹងរយៈពេល20ទៅ30នាទីគឺយើងអាចយកមកហូបបានហើយនេះគឺធ្វើភ្លាមហូបភ្លាមតែម្ដងជ្រក់ល្ហុងនេះយើងយកទៅហូបជាមួយនឹងនំប៉័ងសាច់ក៏បានយកមកហូបជាមួយនឹងសាច់គោអាំងស្លាបមាន់អាំងអីគឺបានទាំងអស់ហើយនិយាយពីម៉ែរបស់ខ្ញុំវិញឲ្យទៅមកពីផ្ទះរបស់គាត់មកដល់ផ្ទះកូនភាសាមកដល់ផ្ទះខ្ញុំហ្នឹងគឺចូលមកចក្រានបាយមកមើលថ្ងៃនេះកូនភាសាធ្វើអីហូបបាយមើលកូនភាសាបានម្ហូបអីហូបបាយព្រោះថាពេលខ្ញុំធ្វើម្ហូបនោះគឺខ្ញុំមិនដែលប្រាប់គាត់ទេថាខ្ញុំធ្វើម្ហូបអីថ្ងៃនេះអញ្ចឹងណាតែគាត់មកគឺគាត់ចូលមកមើលក្នុងចក្រានបាយហើយគាត់ហូបមិនចេះរើសទេកូនភាសាធ្វើអីក៏ហូបនឹងទាំងអស់ឥឡូវនេះសាច់គោរបស់យើងគឺបានហាន់រួចរាល់ហើយយើងដាក់ជាមួយនឹងគ្រឿងដែលយើងបានបុកគ្រឿងតាំងពីដើមហ្នឹងណារួចហើយយើងដាក់ជាមួយនឹងស្ករប៊ីចេងម្សៅស៊ុបខ្នុរដាក់ជាមួយនឹងទឹកប្រេងខ្យងពិសេសនោះគឺទឹកដោះគោខាប់ចោលអត់បានទេណាអ្នកនរគ្នាប៉ុណ្ណឹងយើងដាក់ចំនួនកន្លះកំប៉ុងមកនិយាយថារសជាតិឆ្ងាញ់ល្មមតែម្ដងរួចហើយយើងចាប់ដើមច្បល់សាច់ច្បល់គ្រឿងនឹងចូលគ្នាល្អមកតែប៉ុណ្ណឹងគឺរួចរាល់ហើយអ្នកនរគ្នាហើយចង់និយាយថាសាច់គោរបស់ម៉ែកូនបឺតនេះគឺទិញបានល្អមែនទែនកម្រទិញបានអាសាច់រៀងមានជាប់ខ្លាញ់ទិញអញ្ចឹងណាអ្នកនរគ្នាខាងខ្ញុំនៅខាងស្រុកស្រែចំការចេះចង់រត់ទិញសាច់ល្អនឹងរៀងប្រហែលរត់ទិញឥឡូវម៉ែកូនបឺតចាប់ដើមដោតចង្កាក់ដើម្បីយកទៅអាំងឯដំបងថាអាំងចក្រានភ្លើងអាំងចក្រានខ្ជូងយើងហ្នឹងណាអ្នកនរគ្នាមិនតែធ្វើទៅធ្វើមកធ្វើតាំងពីម៉ោង4រសៀលរហូតដល់ម៉ោង7យប់ហើយនៅតែធ្វើមិនទាន់ហើយអញ្ចឹងហើយមានតែប្រើចក្រានអាំងហើយបើកុំតែបានអាចក្រាននេះមួយនៅក្នុងផ្ទះកុំអីពិបាកបន្តិចហើយអ្នកនរគ្នាចក្រាននេះគឺវាអាំងលឿនដុតលឿនអញ្ចឹងណាយើងប្រើពេលតែ5ទៅ6នាទីទេសាច់គោរបស់យើងគឺឆ្អិនល្មមមកឆ្ងាញ់តែម្ដងបើថាបងចង់ហូបខ្ញុំណែនាំឲ្យទិញគេហូបវិញស្រួលជាងមែនណាអ្នកទាំងអស់គ្នាខ្ញុំណែនាំឲ្យទិញគេហូបវិញស្រួលជាងធ្វើខ្លួនឯងអញ្ចឹងវាសាំញ៉ាំច្រើនវេទនាច្រើនណាអ្នកទាំងអស់គ្នាអើយតែបើថាខ្ញុំវិញខ្ញុំទិញគេហូបវិញលឿនជាងតែបើនិយាយពីរឿងម៉ែកូនបឺតខ្ញុំគឺអត់ចេះខ្ជិលទេអ្នកទាំងអស់គ្នាបើថាឲ្យធ្វើប្រាប់ឲ្យធ្វើគឺធ្វើតែម្ដងអត់ចេះអូញខ្ជិលធ្វើណាហត់ណាយូរណាធ្វើជំរាំទៅបានហូបខ្ជិលណាទិញ
ទិញគេហូបមកលឿនជាងអត់ចេះតែអូនចឹងសោះអ្នកទាំងអស់គ្នាឲ្យតែប្រាប់ថាឃ្លានចង់ហូបនេះចង់ហូបនោះប្រាប់គាត់មកគាត់ទៅទិញគ្រឿងយកមកធ្វើហូបបានមួយផ្លែតឡូវនេះគឺឆ្អិនរួចរាល់ហើយអ្នកទាំងអស់គ្នាសាច់គោអាំងជ្រក់ល្ហុងដាក់ជាមួយនឹងម្ទេសហិលបន្តិចមកនិយាយពីថាជាតិស្លាប់តែម្ដងអាំងហូបក្តៅខ្លួនឯងចឹងឆ្ងាញ់មួយយ៉ាងដែរតែយើងបានហូបសាច់គោស្រស់សាច់គោថ្មីតែម្ដងពិសេសនោះគឺយើងបានអង្គុយហូបជុំគ្រួសារអញ្ចឹងអ្នកទាំងអស់គ្នាឆ្ងាញ់ណាស់មកបងហូបជុំគ្នាជាមួយនឹងគ្រួសារខ្ញុំទាំងអស់គ្នាលោកយាយខ្ញុំអញ្ចឹងណាអ្នកទាំងអស់គ្នាតែនៅពិសាសាច់គោដាច់ឃើញលោកយាយរបស់ខ្ញុំអាយុ83ចិត្តចូល84ឆ្នាំហើយលោកយាយខ្ញុំកណាគាត់នឹកចៅអញ្ចឹងទៅមកលេងចៅ 4-5 ថ្ងៃមកលេងចៅមួយអាទិត្យអញ្ចឹងទៅត្រឡប់ទៅផ្ទះរបស់គាត់វិញគាត់មកចូលផ្ទះគាត់យូរអត់បានទេអ្នកទាំងអស់គ្នានិយាយរួមទៅមនុស្សចាស់គឺគាត់តែប៉ុណ្្នឹងឯងមកនៅផ្ទះបែបបរិយដូចយើងចេះគឺគាត់មិនសូវចេះនៅបានយូរទេតែបើថានៅផ្ទះគាត់ចឹងទៅគាត់ដើរទៅនេះដើរទៅនោះដើរលេចដើរកើតចឹងទៅតែបើថាមកនៅជាមួយចៅបាននៅតែក្នុងផ្ទះហ្នឹងឯងអត់បានដើរទៅណាទេអង្គុយមើលតែល្ខោនអង្គុយមើលទៅទូរទស្សន៍អង្គុយមើលទៅទូរស័ព្ទហ្នឹងឯងតែបើថានៅផ្ទះរបស់គាត់បានដើរទៅនេះដើរទៅនោះជំនុំគ្នានេះជំនុំគ្នានោះចឹងទៅមានបងខ្លះក៏សួរថាពេលខ្លះមិនបានឃើញលោកយាយពេលខ្លះថតអត់ឃើញលោកយាយដោយសារលោកយាយគាត់មិនបាននៅជាមួយនឹងខ្ញុំទេគាត់មកលេងតែពេលណាគាត់មកលេងចឹងទៅមិនបានថតគាត់ពេលណាគាត់ទៅផ្ទះរបស់គាត់ចឹងទៅអត់បានថតគាត់ទេទីចុងក្រោយក៏អរគុណទៅដល់ពុកម៉ែបងប្អូនលោកតាលោកយាយទាំងអស់គ្នាដែលខំចំណាយពេលដែលមានតម្លៃមើលវីដេអូរបស់ក្រុមគ្រួសាររបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនទាំងគ្នាមានតែសំណាងល្អគ្រប់ពេលវេលាគ្រប់ទីកន្លែងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណជំរាបលាបាយបាយ